បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូអេពីសូត4អញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកសិក្សាទាំងអស់គ្នាអំពីរបៀបដាក់ license Microsoft Office អញ្ចឹងមុននឹងចូលទៅរបៀបវិរិយនៃការ activate license ខ្ញុំសូមឆែកមើល page ឲ្យមើលមួយចំនួនយើង search ទីទៅវាចាញ់អានេះដូចនេះចឹងនេះគេគាត់ page ហ្នឹងគាត់ធ្វើលក់ពាក់ព័ន្ធទៅនឹង product របស់ Microsoft ដូចគ្នាដែរណាគាត់យកតម្លៃប៉ុន្មានយើងមើលគាត់តាមហ្នឹងណាក៏មាន poster មានអីចឹងទៅហើយផ្សេងយើងអាចមើលបាននៅក្នុង Telegram ក៏មានដែរខ្ញុំ search មើលទៅឃើញមានគេធ្វើច្រើនមែនទែនអញ្ចឹងសំណួរសួរថាតើយើងធ្វើរបៀបនេះធ្វើបានដោយរបៀបណាអញ្ចឹងគឺយើងធ្វើរបៀបនេះឯងរបៀបដែលយើងធ្វើតោះយើងចូលទៅទាំងអស់គ្នាអញ្ចឹងដំបូងគេគឺយើងចូលទៅក្នុង group របស់យើងបន្ទាប់មកនេះវាមាន license ច្រើនឥឡូវខ្ញុំមាន VMware នេះរបស់ខ្ញុំ VMware នេះខ្ញុំទើបតែតម្លើង Microsoft Office ហើយ2016អញ្ចឹងយើងចូលមកអញ្ចឹងរបៀបវិរិយនៃការ activate license នេះมันខុសគ្នាទេដូចគ្នាទាំងអស់បងប្អូនចេះមួយអាចយកទៅប្រើប្រាស់បានគ្រប់ version ទាំងអស់តោះឥឡូវយើងចូលទៅយក key license 2016មួយមកអូខេ copy មកហើយខ្ញុំផាសចូលប៉ុណ្្នឹងឯងបន្ទាប់មកយើងចុច activate office ហ្នឹងទៅ easy មែនទេ template អូខេអញ្ចឹងបន្ទាប់មកយើង accept វាធម្មតាមកប្រភេទនេះគេហៅថា computer ស្ប៉ានិមិត្តវាដូច computer យើងមែនទេអញ្ចឹងកន្លែងនេះគឺយើងចុចខាងក្រោមនេះមកហើយចុច next បន្ទាប់មកទៀតយើងថតនេះកន្លែងដែលយើងរៀនម្សិលមិញគឺមិនខុសគ្នាទេយើងថតមកថតពេញក៏បានដែរថតប៉ុណ្ណឹងមកអូខេអញ្ចឹងយើងចូលទៅ board នេះ board របស់យើងនេះ board របស់យើងអញ្ចឹងយើងចូលទៅមើលសិនណាឥឡូវទឹកលុយរបស់យើងនៅសល់នេះ 9.70 សេនអញ្ចឹងទៅ $9.70 សេនអញ្ចឹងយើងអត់មានធ្វើអីទេគ្រាន់តែផាសវាចូលមកដំបូងយើងចូលទៅចុចលេខ1ហ្នឹងដើម្បីយើងចង់ដឹងមើលថាតើ board ហ្នឹងវានៅដំណើរការអត់ប៉ុណ្្នឹងឯង easy មែនទេហើយក្នុងមួយ license 50 សេនមានអីថ្លៃបងប្អូនលក់បាន$5 $7 $10តាម series version ផ្សេងគ្នាអញ្ចឹងទៅអញ្ចឹងគឺស្រួលទេ board នេះវាធ្វើការ24ម៉ោងបងប្អូនចង់ activate ម៉ោងស្ប៉ុណ្ណាក៏បានដែរអញ្ចឹងនេះ installation ID វាយក ID នេះទៅហើយនេះ CID ដែលគេឲ្យមកយើងវិញអូខេអញ្ចឹងយើងអាចយកវាទៅបញ្ចូលក៏បានមិនចាំបាច់បញ្ចូលក៏បានដែរ optional ទេបើអត់បញ្ចូលយើងគ្រាន់តែrestart Microsoft Office ឬក៏ computer ទៅបើកមកវាដំណើរការធម្មតាតោះកុំឲ្យយើងទៅនេះដូចម្សិលមិញដែរគឺយើងទៅដាក់ទាំងអស់គ្នាអញ្ចឹងយើងដាក់វាតាមនេះតាមប្រឡោះហ្នឹងយើងបំពេញវាគ្រប់មកបន្ទាប់មកគឺយើងអាចប្រើប្រាស់ជាមួយនឹង Microsoft Office បានយើងអាច activate វាជោគជ័យហើយអូខេយើងបំពេញម្ដងមួយមកបើសិនជាយើង remote ឲ្យអតិថិជនដែលយើងដាក់ license ជូនគាត់យើងចង់បំពេញក៏បានអត់បំពេញក៏បានដែរយើងគ្រាន់តែយក installation ID របស់គាត់ទៅយើងផ្ញើចូល bot ទៅរួចជាការស្រេចហើយអូខេចឹងយើងបញ្ចូលវាមកបើយើងអត់បញ្ចូលទេអូខេចាំតិចចូលឲ្យចប់មកតោះប៉ុណ្្នឹងឯងយើងចុចពាក្យ next មកអូសំទោសភ្លេច select ប្រទេសដើរដូចគ្នាអូខេរួចរាល់ហើយប៉ុណ្្នឹងឯងអញ្ចឹងយើងចុច close មកហើយយើងអាច restart ជាមួយនឹង Office នឹងតិចទៅអូខេតោះខ្ញុំចូលទៅ Word សាថ្មី Excel ក៏បាន PowerPoint ក៏បានអីក៏បានដែរឲ្យថា Office Microsoft Office តោះខ្ញុំចូលមកយើងប្រើវាបានទូទៅធម្មតាឥឡូវខ្ញុំដាក់ឲ្យពេញ screen នេះមើលហ្មងចុច file មកចុច account នេះឃើញទេ activate ជោគជ័យរបៀបគឺប៉ុណ្្នឹងឯងស្រួលមែនទេអញ្ចឹងវីដេអូនេះក៏ខ្ញុំមានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសំណាងល្អទាំងអស់គ្នា